អ្វីយើងមិនអាចគ្រប់គ្រងបានទេអ្នកដទៃធ្វើអ្វីយើងក៏មិនអាចបង្ខំគេបានដែរអ្វីដែលយើងអាចធ្វើបានគឺខិតខំធ្វើកិច្ចការខ្លួនឯងឲ្យបានល្អអស់ពីសមត្ថភាពដើរលើផ្លូវរបស់ខ្លួនតាមគោលការណ៍ខ្លួនឯងរស់នៅឲ្យបានល្អធ្វើជាមនុស្សម្នាក់ឲ្យស្និទ្ធនឹងសុភមង្គលតែងតែមានរបស់ខ្លះអ្នកខ្លួនឯងមិនអាចត្រួតត្រាវាបានទេមិនចាំបាច់មើលទៅអ្នកដទៃខ្លួនឯងក៏ជាពិភពស្រស់បំព្រងដែរមនុស្សពេលក្រគឺគ្មានទេមិត្តភក្តិគេមិនអើពើនឹងអ្នកគឺគ្រាន់បើហើយកុំថាឡើយមិត្តភក្តិសូម្បីតែសាច់ញាតិក៏គេមិនចង់រាប់រកផងទោះបីជាសាច់ឈាមបងប្អូនបង្កើតក៏ដោយក៏គេមិនសូវចូលចិត្តដែរហើយក៏ចង់នៅឲ្យឆ្ងាយពីអ្នកពីព្រោះអ្នកគ្មានប្រយោជន៍អ្វីចំពោះពួកគេទេមានតែខ្លាយជាបន្ទុករបស់គេធ្វើឲ្យគេមានអារម្មណ៍ថាមានសម្ពាធដូច្នេះបើសិនអ្នកក្រគឺត្រូវដាក់ខ្លួននៅក្នុងរបៀបស្ងប់ស្ងាត់អ្នកណាក៏កុំទៅរំខានដែរបន្ទាប់មកធ្វើការសម្រេចចិត្តសម្ងាត់ខិតខំប្រឹងប្រែងរកលុយខ្លួនទីពឹងខ្លួនលុយដេញតាមមនុស្ស6ប្រភេទមើលយល់លុយហូរចូលច្រើនណាស់ហើយបើអ្នកអាចមើលយល់វីដេអូមួយនេះទៅថ្ងៃអនាគតនឹងមានធនធានហិរញ្ញវត្ថុជាច្រើនជាទូទៅមនុស្ស6ប្រភេទនេះគឺលុយកាក់ចូលចិត្តគាត់ដែរតោះមកមើលតើអ្នកឈរបានប្រមាណចំណុចហើយ1មនុស្សដែលស្រឡាញ់ពេលវេលាខ្ជះខ្ជាយពេលវេលាគឺស្មើនឹងខ្ជះខ្ជាយទ្រព្យសម្បត្តិនិយាយសម្រាប់អ្នកធ្វើមុខចំនួនពេលវេលាគឺជាមាសប្រាក់ពាក្យមួយឃ្លានេះគ្មានខុសអ្វីបន្តិចឡើយរកលុយគឺពឹងផ្អែកទៅលើពេលវេលាចេះប្រើពេលវេលាចូលដេកពីប្រលប់